សេចក្តីជំនឿរបស់អ្នកជឿបណ្ដាញកាតូលិកពង្រឹងអ្នកដឹកនាំជនជាតិដើមនៅអាស៊ីតាមរយៈការបង្កើតសហគមន៍ផ្អែកលើជំនឿមេដឹកនាំជនជាតិដើមភាគតិចកាតូលិកនិងសហគមន៍ជំនឿផ្សេងទៀតមកពីតំបន់អាស៊ីចំនួន9ប្រទេសបានបញ្ចប់ដំណាក់កាលទី2នៃវគ្គបណ្ដុះបណ្ដាលតាមតំបន់ដែលផ្ដោតលើការគោរពប្រពៃណីបុព្វបុរសជាមូលដ្ឋានសម្រាប់ភាពជាអ្នកដឹកនាំនិងការចូលរួមសកម្មក្នុងសហគមន៍សាសនាវគ្គបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល TOT ដែលមានរយៈពេល1សប្តាហ៍ផ្ដោតលើការបណ្ដុះបណ្ដាលអ្នកជំនាញឲ្យក្លាយជាអ្នកដឹកនាំដែលយល់ដឹងពីឫសគល់វប្បធម៌ដែលមានអ្នកចូលរួមចំនួន36នាក់មកពីតំបន់អាស៊ីរួមមានបង់ក្លាដេសកម្ពុជាឥណ្ឌាឡាវម៉ាឡេស៊ីថៃទីម៉ូខាងកើតវៀតណាមនិងហ្វីលីពីនវគ្គបណ្ដុះបណ្ដាលនេះបានធ្វើដំណាក់កាលសិក្សាផ្ទាល់រយៈពេល1សប្តាហ៍មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ដុះបណ្ដាលសម្រាប់សហគមន៍វប្បធម៌សាសនាហៅកាត់ RTRC ក្នុងទីក្រុងឈៀងម៉ៃក្រោមការណែនាំរបស់លោកឪពុកនីផតឋានវិហានដែលជាអ្នកមានបទពិសោធន៍យូរឆ្នាំក្នុងការការពារសិទ្ធិជនជាតិដើមនិងអត្តសញ្ញាណវប្បធម៌កម្មវិធីនេះត្រូវបានរៀបចំដោយ ROOTS បណ្ដាញកាតូលិកសម្រាប់ជនជាតិដើមនៃទ្វីបអាស៊ីកម្មវិធីនេះមានឫសគល់ជ្រៅក្នុងជំនឿសាសនានិងទស្សនវិជ្ជាសាសនានៅសៀវភៅឡៅដាតូស៊ីក្នុងការស្ដាប់សំឡេងផែនទីនៅសៀវភៅឡៅតាតូស៊ីក្នុងការស្ដាប់សំឡេងផែនដីនិងសំឡេងអ្នកក្រីក្រនិងសេចក្តីជំនឿរបស់អ្នកជឿហៅថា Senu Video ក្នុងជីវិតសាសនាបានបង្ហាញអំពីប្រាជ្ញារបស់អ្នកជឿពិតនិងការយល់ដឹងរបស់ពួកគេវគ្គបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល TOT បំពេញបន្ថែមសមត្ថភាពអ្នកដឹកនាំជនជាតិដើមឲ្យក្លាយជាអ្នកប្រាជ្ញសហគមន៍ដែលមានឫសគល់ក្នុងអត្តសញ្ញាណវប្បធម៌បទពិសោធន៍ជីវិតពិតនិងការតស៊ូរួមគ្នាប្រឆាំងនឹងភាពអយុត្តិធម៌មិនដូចអ្នកប្រាជ្ញបែបប្រពៃណីដែលជាធម្មតាស្ថិតនៅក្នុងស្ថាប័នផ្លូវការនិងត្រូវបានរដ្ឋាភិបាលយកទៅប្រើប្រាស់ដោយផ្ទាល់តាមរបាយការណ៍ចុងក្រោយរបស់ក្រុមសរសេរបាននិយាយថាអ្នកប្រាជ្ញបែបសហគមន៍មានការចងភ្ជាប់យ៉ាងជ្រៅជាមួយនឹងតម្លៃនិងបទពិសោធន៍នៃជីវិតប្រជាជនលោកឪពុកនីផតដែលបានធ្វើការជាមួយប្រជាជនជនជាតិការិននៅភាគខាងជើងប្រទេសថៃជាង50ឆ្នាំបានសម្ដែងថាភាពជាអ្នកដឹកនាំនៅក្នុងសាសនាក្នុងសហគមន៍គ្រីស្ទបរិស័ទគួរតែចេញមកពីក្នុងសហគមន៍ជនជាតិដើមជាពិសេសជាជាងជំនួសឲ្យការបញ្ជូនមកពីរចនាសម្ព័ន្ធខាងក្រៅកម្មវិធីនេះអនុវត្តតាមវិធីសាស្ត្រសង្កេតធ្វើសមាធិធ្វើសកម្មភាពដែលបានកែសម្រួលចេញគោលការណ៍មើលវិនិច្ឆ័យធ្វើសកម្មភាពយោងតាមលោកឪពុកអាល់ប៉េរ៉ូរ៉ូដាល់នាយកបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាលហៅកាត់ ROOT បានបញ្យល់ថាការសង្កេតមានន័យថាការចូលរួមជាមួយសហគមន៍និងការស្ដាប់យ៉ាងស៊ីជម្រៅធ្វើសមាធិគឺជាការយល់ឃើញនិងការឆ្លុះបញ្ចាំងតាមរយៈវប្បធម៌ធ្វើសកម្មភាពសំដៅទៅលើការអនុវត្តគម្រោងជាក់ស្ដែងដែលមាននៅក្នុងមូលដ្ឋានសហគមន៍កម្មវិធីបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមនៅក្នុងខែឧសភាកន្លងមកជាមួយនឹង model online ដែលផ្ដល់ចំណេះដឹងដោយលោកឪពុក Jiho Patogo ដែលផ្ដល់ចំណេះដឹងដោយលោកឪពុក Gio Pato តាមពីប្រទេសឥណ្ឌាជាបណ្ឌិត Emil Libera មកពីហ្វីលីពីននិងវិជ្ជបណ្ឌិត Victor Caronan មកពីប្រទេសថៃប្រធានបទរួមមានអត្តសញ្ញាណរបស់ជនជាតិដើមការចងភ្ជាប់សាសនាជាមួយវប្បធម៌ហើយនិងវិធីសាស្ត្រស្រាវជ្រាវនិងវិបត្តិអាកាសធាតុដែលយុវជនដើមកំពុងប្រឈមប្រធានបទនេះតកតងគ្នាយ៉ាងជិតស្និទ្ធនឹងបែបផែនគ្រប់គ្រងគ្រឹះបរិស័ទការផ្លាស់ប្ដូរបរិស្ថានវិទ្យាដែលសម្ដេចប៉ាបបានលើកឡើងក្នុងឯកសារឡាអូតាតូស៊ីវគ្គបណ្ដុះបណ្ដាលដំណាក់កាលផ្ទាល់រួមមានការផ្លាស់ប្ដូរបទពិសោធន៍និងការចេះសួរសុខ
ទុកទៅកាន់ភូមិការិនដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ការរស់នៅប្រកបដោយនិរន្តរភាពនិងការអភិវឌ្ឍវប្បធម៌ជំហានចុងក្រោយនៃវគ្គបណ្ដុះបណ្ដាលនេះនឹងរួមបញ្ចូលនៅម៉ូដុលបន្ថែមនៅសកម្មភាពក្នុងតំបន់ដើម្បីបញ្ចប់ការបណ្ដុះបណ្ដាលអ្នកចូលរួមនិងអ្នកត្រូវបានទទួលស្គាល់ថាប្រាជ្ញសហគមន៍អ្នកចូលរួមនឹងត្រូវបានទទួលស្គាល់ថាប្រាជ្ញាសហគមន៍ស្ថិតនៅក្នុងសហគមន៍របស់គេការបណ្ដុះបណ្ដាលនេះរៀបចំដោយ OOT គឺជាកម្មវិធីថ្មីបំផុតមួយក្នុងចំណោមយុទ្ធនាការជាច្រើនផ្សេងទៀតដែលលើកកម្ពស់ស្មារតីដូនតាបរិស្ថានវិជ្ជារួមនិងការឆ្លុះបញ្ចាំងទ្រឹស្ដីជនជាតិដើមភាគតិចនៅទូទាំងអាស៊ីអ្នករៀបចំកម្មវិធីបានលើកឡើងថាកម្មវិធីមួយនេះរួមចំណែកបង្កើនការរួមគ្នាក្នុងតំបន់និងពង្រឹងបេសកកម្មរបស់ព្រះសហគមន៍ក្នុងការរួមដំណើរជាមួយជនជាតិដើមភាគតិចដោយគោរពបញ្ញាបុព្វបុរសរបស់ពួកគេលើកស្ទួយសម្លេងរបស់ពួកគេនិងបង្កើតឱកាសឲ្យសេចក្តីជំនឿរបស់អ្នកជឿចូលរួមក្នុងការបង្កើតព្រះសហគមន៍ឲ្យកាន់តែបើកទូលាយនិងគោលបំណងផ្ដល់យុត្តិធម៌ដល់មនុស្សវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំជនជាតិដើមកាតូលិកដើម្បីពង្រឹងសម្លេងនិងអត្តសញ្ញាណវប្បធម៌កម្មវិធីបណ្ដុះបណ្ដាលតាមតំបន់ដែលរៀបចំដោយ OOTS បណ្ដាញកាតូលិកសម្រាប់ជនជាតិដើមនៅអាស៊ីបានរួមអ្នកដឹកនាំអ្នកដឹកនាំកាតូលិកជនជាតិដើមនិងអ្នកសាសនាចំនួន36រូបមកពី9ប្រទេសនៅអាស៊ីរួមមានកម្ពុជាបង់ក្លាដេសឥណ្ឌាឡាវម៉ាឡេស៊ីថៃទីមួខាងកើតវៀតណាមនិងហ្វីលីពីនសម្រាប់ដំណាក់កាលទី2នៃការបណ្ដុះបណ្ដាលស្ដីពីប្រាជ្ញាប្រពៃណីនិងភាពជាអ្នកដឹកនាំខាងវប្បធម៌ដែលកើតចេញពីសហគមន៍កាតូលិកដើម្បីពង្រឹងសម្លេងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅឈៀងម៉ៃប្រទេសថៃក្រុមការណែនាំរបស់លោកឪពុកនីផតថែនវិហានអ្នកគាំទ្រយូរឆ្នាំសម្រាប់ជនជាតិដើមការបណ្ដុះបណ្ដាលនេះផ្ដោតលើភាពជាអ្នកដឹកនាំដែលដើរតាមអត្តសញ្ញាណវប្បធម៌និងបទពិសោធន៍ជីវិតអ្នកចូលរួមត្រូវបានបណ្ដុះបណ្ដាលជាអ្នកចេះដឹងខាងវប្បធម៌ដែលជាអ្នកដឹកនាំសហគមន៍ដែលកើតចេញពីខ្លួនឯងជាងត្រូវបានបង្កើតឡើងដោយស្ថាប័នខាងក្រៅកម្មវិធីនេះដឹកនាំដោយស្មារតីរបស់ឡាអូតាតូស៊ីនិងសាន់ស៊ូហ្វីដៃជំនឿរបស់អ្នកជឿតែទទួលស្គាល់ប្រាជ្ញាដែលកើតចេញពីជីវិតពិតរបស់អ្នកជឿជាប្រភពនៃសេចក្តីពិតក្នុងព្រះវិហារវារួមមានសកម្មភាពតាមអ៊ីនធឺណិតការងារតាមវាលស្រែពិតការទស្សនាភូមិក្រុមជនជាតិការ៉េននិងបញ្ចប់ដោយគម្រោងសហគមន៍គម្រោងនេះអភិវឌ្ឍចេញពីចលនារង្វង់នៃអង្គរពិសិដ្ឋដែលជំរុញស្មារតីជនជាតិដើមនិងអេកូឡូជីអ្នករៀបចំបានបញ្ជាក់ថាកម្មវិធីនេះពង្រឹងសាមគ្គីភាពនិងគាំទ្របេសកកម្មរបស់ព្រះវិហារក្នុងការរួមដំណើរជាមួយជនជាតិដើមដោយពង្រីកសម្លេងរបស់ពួកគេនិងបង្កើតឱកាសសម្រាប់វិញ្ញាណជំនឿរបស់អ្នកជឿក្នុងការកសាងព្រះវិហារតែមានភាពទូលំទូលាយនិងមានសារៈសំខាន់